កាលពីព្រេងនាយមានកុមារម្នាក់ឈ្មោះថាភិរុនរស់នៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយថ្ងៃមួយពេលភិរុនដើរលេងនៅក្នុងព្រៃក៏បានឮសំឡេងស្រែកយំខ្សឹបខ្សួលនៅក្រោមដើមឈើជ្រៃដ៏ធំមួយពេលដើរទៅមើលក៏ឃើញកូនឆ្កែតូចគួរឲ្យស្រឡាញ់មួយក្បាលកំពុងជាប់ជើងនៅក្នុងវល្លិព្រៃភិរុនលាន់សំឡេងដ៏ភ្ញាក់ផ្អើលនិងអាណិតអាសូរទៅដល់កូនឆ្កែពីណាមកកំសត់ម្លេះចាំបងជួយឯងណាកុំភ័យអីលូលូសំឡេងតូចច្រឡឹងព្រុសតិចខ្ញុំឈ្មោះលូលូខ្ញុំវង្វេងផ្លូវមកពីផ្ទះភិរុនបើកភ្នែកធំឯងចេះនិយាយភាសាមនុស្សផងអស្ចារ្យណាស់លូលូបើឯងគ្មានផ្ទះទេទៅរស់នៅជាមួយនឹងបងចុះណាចាប់ពីពេលនោះមកភិរុននិងលូលូក្លាយជាមិត្តនឹងគ្នាទៅណាមកណាក៏ជួបគ្នានៅទីនោះថ្ងៃមួយពួកគេទាំងពីរនាក់បានទៅស្ទូចត្រីនៅមាត់ទន្លេដើម្បីយកទៅធ្វើម្ហូបពេលល្ងាចលូលូបងភិរុនមើលចុះត្រីខាំនុយហើយទាញឡើងបងភិរុនទាញដងសន្ទូចឡើងទាំងសប្បាយចិត្តយេបានត្រីធំមួយហើយលូលូល្ងាចនេះយើងនឹងធ្វើម្ហូបដ៏ឆ្ងាញ់ពេលនោះមានកូនឆ្មាស្គមស្គាំងមួយក្បាលដើរមកជិតលិតមាត់លិតអណ្ដាតសម្លឹងមើលត្រីនោះទាំងឃ្លានលូលូបងភិរុនមើលកូនឆ្មាឯណោះវាដូចជាឃ្លានបាយណាស់តើយើងអាចចែកត្រីឲ្យវាពាក់កណ្ដាលបានទេបងភិរុនញញឹមយ៉ាងស្រស់ពិតជាបានតើលូលូការចែករំលែកធ្វើឲ្យយើងមានសេចក្តីសុខនេះណែសត្វឆ្មាតូចយកត្រីទៅស៊ីចុះណាដោយសារតែចិត្តធម៌របស់ពួកគេទេវតាដឹងឮក៏ចង់សាកល្បងប្រាជ្ញាទាំងពីរពេលដើរត្រឡប់មកផ្ទះវិញស្រាប់តែមានពពកផ្សែងហុយឡើងហើយពួកគេក៏ធ្លាក់ចូលទៅក្នុងទឹកដីកង្កែបយក្សមួយក្បាលដែលបានលោតមកហត់ផ្លូវស្ដេចកង្កែបអ្នកណាហ៊ានចូលមកក្នុងទឹកដីយើងបើចង់ចាក់ចេញទៅវិញត្រូវតែឆ្លើយសំណួររបស់យើងជាមុនសិនបើឆ្លើយមិនត្រូវទេត្រូវនៅធ្វើជាអ្នកបោះសម្អាតផ្ទះយើងរហូតភិរុនភ័យបន្តិចសូមព្រះអង្គសួរមកពួកយើងនឹងព្យាយាមឆ្លើយស្ដេចកង្កែបតើអ្វីទៅជាទ្រព្យសម្បត្តិដែលពិតប្រាកដនឹងមិនចេះរលាយបាត់បង់លូលូលោតទៅមុខហើយឆ្លើយយ៉ាងរហ័សខ្ញុំដឹងបងភិរុនគឺទឹកចិត្តល្អនិងការចេះជួយយកអាសាគ្នាព្រោះវានៅក្នុងចិត្តយើងរហូតហើយធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាញ់យើងស្ដេចកង្កែបទះដៃអបអរសាទរត្រឹមត្រូវណាស់ឯងជាកូនឆ្កែនិងកុមារដែលមានចិត្តល្អនិងឆ្លាតវៃមែនយើងនឹងជូនកាក់មាសមួយថង់និងបញ្ជូនអ្នកទាំងពីរទៅផ្ទះវិញពន្លឺវេទមន្តបាននាំភិរុននិងលូលូត្រឡប់មកដល់ផ្ទះវិញយ៉ាងសុវត្ថិភាពរួមទាំងកាក់មាសដែលស្ដេចកង្កែបបានប្រគល់ឲ្យភិរុនបានយកមាសនោះទៅទិញអាហារនិងថ្នាំសង្កូវចែកជូនអ្នកភូមិក្រីក្រទាំងអស់ភិរុនលូលូអើយបើថ្ងៃនោះបងមិនបានជួយឯងហើយយើងមិនបានជួយកូនឆ្មាទេយើងក៏មិនអាចឆ្លើយសំណួររបស់ស្ដេចកង្កែបបានដែរលូលូបក់កន្ទុយទាំងរីករាយត្រូវហើយបងធ្វើល្អតែងតែបានផលល្អត្រឡប់មកវិញជានិច្ចចាប់ពីពេលនោះមកកុមារាភិរុននិងកូនឆ្កែលូលូរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខនិងផ្ដល់ក្តីស្រឡាញ់ឲ្យគ្នារវាងមនុស្សនិងសត្វការអប់រំនៅក្នុងរឿងនេះកុមារទាំងឡាយអើយទឹកចិត្តសប្បុរសនិងមិត្តភាពពិតប្រាកដគឺស្ដែងចេញពីក្តីស្រឡាញ់ដែលនៅខាងក្នុងចិត្តរបស់យើង